អ្នកទាំងអស់គ្នាដឹងអត់មិនថាខ្ញុំឬក៏នរណាគេមួយឯងឲ្យទៅជាមនុស្សគឺពួកយើងទាំងអស់គ្នាមានចំណុចមួយដូចគ្នា we all want big change ការជោគជ័យមួយដ៏ធំចំណូលនិងលទ្ធផលដ៏ធំ big life big body but let me tell you something real មនុស្សភាគច្រើនដែលជួបបរាជ័យមិនមែនដោយសារតែគាត់ទន់ខ្សោយនោះទេអ្នកដែលបរាជ័យគឺគាត់មានមូលហេតុមួយដោយសារតែគាត់ចង់បានគ្រប់យ៉ាងនៅក្នុងពេលតែមួយបើនិយាយស្រួលស្ដាប់ទៅ they want everything right now អញ្ចឹងនៅក្នុងវីដេអូនេះមិនមែនជាវីដេអូបង្រៀនឲ្យអ្នកទាំងអស់គ្នាគ្រប់10នោះទេប៉ុន្តែវាជាវីដេអូមួយដែលអាចជួយអ្នកទាំងអស់គ្នារីកចម្រើនបានមួយកម្រិតទៀតបើនិយាយស្រួលស្ដាប់ជាងហ្នឹងគឺ a little bit better just 1% Okay so let's say បើសិនជាថ្ងៃហ្នឹងអ្នកទាំងអស់គ្នា wake up late ងើបមកយើងយឺត of course វាប្រកាសជា affect ជាមួយនឹង schedule របស់យើង affect ជាមួយនឹងគេហៅថា mood របស់យើងអីចឹងទៅមួយថ្ងៃហ្នឹងគឺវាអត់សូវល្អហ្មងទេប៉ុន្តែខ្ញុំចង់ប្រាប់គ្នាយើងថា don't try to fix your whole life in one day មិនបាច់ព្យាយាមធ្វើឲ្យគ្រប់យ៉ាងសម្រាប់ថ្ងៃហ្នឹងវាល្អទាំងអស់ទេប៉ុន្តែខ្ញុំចង់ឲ្យទាំងអស់គ្នាងើបឲ្យលឿនជាងថ្ងៃហ្នឹង10នាទីក្នុងថ្ងៃស្អែក Alright so wake up 10 minutes earlier សម្រាប់ថ្ងៃស្អែក That's it ហើយអាហ្នឹងគេហៅថាការរីកចម្រើនបងអង់គ្លេសហៅថា growth បើសិនជាយើងទាំងអស់គ្នាយើងចង់លុបបំបាត់និងបំភ្លេចចោលនៅទម្លាប់អាក្រក់ចង់និយាយថាយើង quit bad habits ដូចជាភាពខ្ជិលច្រអូសកំណត់អវិជ្ជមានគិតទៅលើខ្លួនឯងកំណត់អវិជ្ជមានគិតទៅលើអ្នកដទៃកំណត់អវិជ្ជមានគិតទៅលើសាច់រឿងជុំវិញខ្លួននេះចឹងទៅអត់ហាត់ប្រាណផឹកទឹកអត់គ្រប់គ្រាន់ញ៉ាំអត់ទៀងពេលជក់បារីមើលរឿងអាភាសញ៉ាំអាហារដែលវាគេហៅថា junk food អញ្ចឹងអ្នកទាំងអស់គ្នាកុំនិយាយពាក្យថា I will never do it again អូខេមិនបាច់និយាយថាខ្ញុំនឹងឈប់ធ្វើវាហើយខ្ញុំឈប់ធ្វើវាហើយអញ្ចឹងបាច់និយាយអញ្ចឹងទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមនិយាយបែបនេះវិញ I will do it less than yesterday ធ្វើវាឲ្យតិចជាងម្សិលមិញអូខេកាត់បន្ថយវាម្ដងតិចម្ដងនៃទម្លាប់អាក្រក់ទាំងអស់អ្នកនរនេះធ្លាប់ឮពាក្យមួយដែលគេតែនិយាយថាធ្វើក៏ដោយវាមិនអាចមកជំហានដល់មេឃទេអញ្ចឹងយើង apply theory មួយហ្នឹងទៅលើការផ្លាស់ប្ដូរទម្លាប់ការផ្លាស់ប្ដូរខ្លួនឯងអញ្ចឹងអត្ថន័យហ្នឹងគឺរួមមកបានន័យថាផ្លាស់ប្ដូរម្ដងតិច step by step អញ្ចឹងអាហ្នឹងដែលគេហៅថា progress មនុស្សយើងភាគច្រើនចូលចិត្តពេលដែលអត់សូវមានកម្លាំងចិត្តឬក៏អត់សូវមាន mood ក្នុងការធ្វើអីមួយគឺចូលចិត្តចង់ឲ្យគេមកលើកទឹកចិត្តចូលចិត្តចង់ឲ្យគេមកនិយាយពាក្យល្អជំរុញទឹកចិត្តអីចឹងទៅហើយពេលដែលយើងធ្វើអីមួយគឺយើងចង់ឲ្យអ្នកដទៃឃើញចង់ឲ្យអ្នកដទៃឮហើយចង់ឲ្យអ្នកដទៃនិយាយពាក្យល្អៗអីចឹងទៅ right but real change is quiet អត់មានណាគេមកទះដៃអបអសាទរនៅពេលដែលយើងផឹកទឹកច្រើនជាងម្សិលមិញផឹកទឹកបានគ្រប់គ្រាន់អត់មានណាគេមកមើលឬក៏សង្កេតឃើញឬក៏មកសង្កេតមើលយើងនៅពេលដែលយើងចាប់ផ្ដើមរៀនអានសៀវភៅអត់មានណាគេមក celebrate នៅពេលដែលយើងជ្រើសរើសការដេកឲ្យទៀងម៉ោងអូខេដល់ម៉ោងដេកគឺយើងដេក instead of scrolling ហើយអាហ្នឹងខ្ញុំចង់ប្រាប់បងប្អូនថា that's how strong people are built ថ្ងៃខ្លះយើងនឹងបរាជ័យហើយថ្ងៃខ្លះយើងនឹងមានអារម្មណ៍ថាហត់នឿយហើយថ្ងៃខ្លះយើងនឹងមានអារម្មណ៍ថាយើងធ្វើឲ្យទៅមុខសោះប៉ុន្តែអាហ្នឹងមិនមែនបានន័យថាយើងចាញ់យើងខ្សោយយើងបរាជ័យ 100% ងាយស្រួលអ្នកទាំងអស់គ្នាអាហ្នឹងបានន័យថាដោយសារតែយើងជាមនុស្សយើងរស់ជាមនុស្សយើងត្រូវតែឆ្លងកាត់ experience ទាំងអស់ហ្នឹងយើងត្រូវតែឆ្លងកាត់ជីវិតជួបបញ្ហាជួបឧបសគ្គយើងត្រូវតែឆ្លងយើងត្រូវតែរៀន easy ហើយអាហ្នឹងគឺជារឿងធម្មតាបំផុតយើងជៀតផុតអញ្ចឹងខ្ញុំចង់ប្រាប់គ្នាយើងទាំងអស់គ្នាដែលមើលវីដេអូនេះ you don't need to be better than everyone យើងមិនបាច់ទៅប្រៀបធៀបខ្លួនយើងជាមួយនឹងបុគ្គលណាមួយប្រកួតប្រជែងជាមួយនឹងបុគ្គលណាមួយឬក៏ព្យាយាមធ្វើតែឲ្យល្អជាងអ្នកណាមួយ you just need to be better than yesterday you ខ្ញុំចង់បន្ថែមទៀតសត្រូវដែលខ្លាំងបំផុតគឺខ្លួនយើងមិនមែនអ្នកដទៃទេមិនថាយើងជួបបញ្ហាមិនថាយើងរស់នៅក្នុងបរិបទណាមួយមិនថាយើងរស់នៅក្នុងជីវិតផែនជីវិតណាមួយក៏ដោយខ្ញុំចង់ឲ្យបងប្អូនគ្នាយល់ថាសត្រូវដែលខ្លាំងបំផុតគឺខ្លួនយើងកាលណាដែលយើងយកឈ្នះខ្លួនយើងបានយើងគ្រប់គ្រងខ្លួនយើងបានជីវិតរបស់យើងគឺរស់ស្រួល
mental health របស់យើងក៏ស្រួលរាងកាយរបស់យើងក៏ស្រួលអញ្ចឹងម្ដងទៀត you just need to be better than yesterday you even just a little bit អានឹងគឺជាលទ្ធផលសម្រាប់ខ្ញុំឲ្យតម្លៃ small steps សម្រាប់ខ្ញុំឲ្យតម្លៃមែនទែនទៅលើការរីកចម្រើនតូចម្ដងតិចគេហៅថាតក់ពេញកំប៉ុងពីព្រោះការបង្ខំគេហៅថា rushing វានឹងធ្វើឲ្យយើង quit ហើយការទៀមទាឬក៏យើងចង់ធ្វើអ្វីមួយដែលចង់បាន perfect វានឹងធ្វើឲ្យយើង freeze វាធ្វើឲ្យយើងជាប់គាំងមកហើយប៉ុន្តែរឿងមួយដែលយើងទាំងអស់គ្នាភ្លេចប៉ុន្តែអាហ្នឹងគឺជារបស់មួយដែលល្អមែនទែននៅក្នុងជីវិតរបស់យើងគឺ small steps ឬក៏ baby steps អា small step ទាំងអស់ហ្នឹង they make you last អញ្ចឹងសម្រាប់គ្នាយើងដែលមើលវីដេអូនេះខ្ញុំចង់ឲ្យទាំងអស់គ្នាសួរខ្លួនឯងមួយសំណួរ What is small thing that I can do to be a little bit better ហើយធ្វើវា alright do that and then do it again tomorrow បើសិនយើងរកឃើញហើយយើងព្យាយាមធ្វើវាម្ដងទៀតថ្ងៃស្អែកហើយធ្វើឲ្យវាកាន់តែប្រសើរជាងម្សិលមិញប្រសើរជាងម្សិលមិញដូចខ្ញុំនិយាយតាំងពីដើម just 1% is also a result ហើយអាហ្នឹងឯង that's how growth happens អាហ្នឹងគឺជាវិធីដែលយើងធ្វើឲ្យការរីកចម្រើនរបស់យើងការផ្លាស់ប្ដូរខ្លួនឯងវាចាប់ផ្ដើមកើតឡើងហើយខ្ញុំចង់ប្រាប់បងប្អូនគ្នាថា it's not about fast it's not about perfect it's just about a little bit better តែប៉ុណ្ណឹង yeah so វីដេអូនេះគឺខ្ញុំមានប៉ុណ្្នឹងឯងទាំងអស់គ្នាពីខ្ញុំ Juicy Dot Film have a good day God bless everyone